ដំណើរកំសាន្តទៅលេងភ្នំឧដុង្គចានាំកូនៗនឹងបងប្រុសបងស្រីទៅដើរលេងអញ្ចឹងណាចានេះគឺយើងបានមកដល់ហើយពេលមកដល់នឹងដែរគឺយើងចាទៅញ៉ាំអីបន្ទាប់ពីញ៉ាំអីហើយនេះគឺបានចេញចាចេញមកទៅមើលកន្លែងគេលក់នៅបងនៅក្នុងផ្សារហ្នឹងចានៅផ្សារឧដុង្គហ្នឹងណាកន្លែងភ្នំឧដុង្គហ្នឹងបងគឺលក់ច្រើនមែនតើហើយភ្ញៀវក៏ច្រើនទៀតច្រើនមែនតើចាក្មេងៗទៀតញ៉ាំអត់ឈប់ចាអញ្ចឹងក៏ទិញតាមនឹងតែម្ដងទៅប៉ុន្តែភាសាបងណាគាត់និយាយទៅគឺមនុស្សច្រើនអញ្ចឹងគាត់លក់ច្រើនណាហើយខ្ញុំទៅដល់នេះរៀងល្ងាចអញ្ចឹងគេរៀងសារកន្លែងសារអីខ្លះអញ្ចឹងណាតែនិយាយពីថារបស់ខ្មែរ7បុកក៏ដូចជាប្រភេទកែបបោកអីហ្នឹងគឺថាមានលក់ទាំងអស់បងនិយាយទៅមានលក់ទាំងអស់មានពងគ្រួចមានពងអាមិនកូនមានកូនហើយខ្មុំចាខ្មុំនេះនៅគាត់មានលក់តាមមួយកន្លែងពេលអញ្ចឹងរៀងថ្លៃបន្តិចម្ដុំទុយដែលខ្ញុំបានថតមិញហ្នឹងគឺម្ដុំ10000រៀលចាម្ដុំបើខ្ញុំទៅលេងថ្ងៃធម្មតាដូចជាអត់ថ្លៃអញ្ចឹងឯងចាទិញកាពីងថ្នោតផងអីផងអញ្ចឹងណាក្មេងៗកាន់នេះសិតតែតារាយើងណាមើលមុខនេះឲ្យគូស្នេហ៍ថ្មីថ្មោងចាអូយនៅស្វីតគ្នាតាហើយនេះយើងមកមើលឃ្មុំអញវិញគឺម្ដុំ10000ចារៀងតូចទេដោយសារតែបុនទៀនអញ្ចឹងហើយណាមួយទៀតគឺរត់បានអញ្ចឹងគាត់ថារត់បានអញ្ចឹងវារៀងថ្លៃបន្តិចតែថ្ងៃធម្មតាអត់ថ្លៃទេថ្ងៃធម្មតាខ្ញុំទៅគឺរៀងដុំធំណាបងប្អូនតែនេះគឺគាត់រៀងតម្លៃជាងពីមុនដោយសារតែពួកខ្ញុំអាសាទៅអញ្ចឹងតែរត់ដងអត់ដែរយកក្មេងៗទៅឯងអញ្ចឹងណាអញ្ចឹងក៏ខ្ញុំទៅវគ្គនេះខ្ញុំយកក្មេងៗទៅប៉ុន្តែបងប្អូនឃើញអត់ឃ្មុំនឹងរៀងថ្លៃចាតែសួរថាហេតុអីបានថ្លៃគឺគេពិបាករកឥឡូវហ្នឹងអញ្ចឹងហើយមានតែមកកន្លែងទេលក់ចាហើយគាត់ថាប្តីគាត់អ្នករកគាត់អ្នកលក់អញ្ចឹងណាអញ្ចឹងលុយមូលតែម្ដងចាបងស្រីណាហើយចូលមកម្លឹកនេះទៀតគឺមានប្រហិតមានជាមួយនឹងនំបំពងចាច្រើនមែនតើសិតតែម្ហូបចាគាត់មានក្តាមខ្លាញ់ក្តាមគេដាក់ស្នូកមានប្រហិតមានមាន់អាំងចាច្រើនមែនតើមានអ៊ំពូមីងជាច្រើនទៅលេងជាមួយនឹងភ្នំឧដុង្គហ្នឹងហើយជួយគ្រប់គ្រងជាមួយនឹងម្ហូបខ្មែរចានិយាយទៅគឺច្រើនមែនតើមានត្រីអាំងត្រីអីអញ្ចឹងណាបងសម្រាប់បងដែលគាត់បានទៅលេងកុំភ្លេចសាកម្ហូបចាប្លែកនៅក្នុងផងព្រោះអីយើងញ៉ាំទៅគឺរសជាតិប្លែកហើយឆ្ងាញ់ចានេះដូចខ្យងឆាមានខ្លាញ់មានក្តាមអីចឹងណាចាហើយខ្ញុំចេញពីកន្លែងគេញ៉ាំអីហើយអញ្ចឹងតាមនេះយើងឡើងមកលើភ្នំហ្មងយើងនេះចតាយើងឡើងណា509កាំបងប្អូនចា509កាំចាអានេះស្វាខ្ញុំឡើងមិនពាក់កណ្ដាលចូលមកកន្លែងស្រះនេះចាស្រះនេះគឺមានត្រីបងប្អូនស្រះនេះអញ្ចឹងយើងឡើងបានប្រហែលជា30%នៃកម្មគឺយើងឡើងមកមានឃើញជាមួយនឹងអាងត្រីចាត្រីនេះគេដូចជាត្រីឡាត់ចាអញ្ចឹងនេះចាហើយមានជាមួយនឹងស្វាជាច្រើននៅរុំពាត់នៅនឹងហ្មងប៉ុន្តែលក្ខណៈថាយើងរៀងស្រស់ស្រាយអញ្ចឹងណាបងប្អូនដោយសារនៅនេះវាខ្យល់អាកាសហើយវាបរិសុទ្ធល្អហ្មងចេញពីកន្លែងញ៉ាំអីយើងមកនេះមកអញ្ចឹងហើយកុំភ្លេចមុននឹងឡើងកុំភ្លេចរត់ដង្ហាល់ទុយឬក៏ផ្លិតយកមកបក់ផងពួកអីឡើងទៅលើនឹងរៀងក្តៅហ្មងយើងឡើងទៅរៀងហត់បែកញើសអញ្ចឹងហើយខាងនេះអូយលោកបងនេះគេរកចៃរកអីនេះអើយលើកដៃលើកជើងនេះចេញផ្លោកចេញអីបាត់ហើយអញ្ចឹងទៅហ្មងទៅហើយនេះឡើងបដាអីបដាចាអូយអូយកុំភ្លេចណាទិញផ្លិតទិញអីទៅបក់តាមផ្លូវផងព្រោះអីក្តៅបាញ់ញើសអូយដល់ពេលឡើងមកដល់លោមម៉ៃកតស្អាតខ្លាំងមែនតើជាមួយនឹងទេសភាពទិដ្ឋភាពនេះគឺថ្ងៃរៀបលិចស្អាតខ្លាំងមែនតើហ្មងណាស្អាតខ្លាំងមែនតើបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលគាត់ទៅថ្ងៃក្តៅពេកហើយតែបើខ្ញុំវិញខ្ញុំចូលចិត្តដែររៀងល្ងាចជិះបែររៀងនេះអញ្ចឹងខ្ញុំចេញពីពេញទៅម៉ោង2ជាងហើយខ្ញុំទៅដល់ផែខ្ទង់ម៉ោង3ញ៉ាំអាហារហើយផែជាម៉ោង4ជាងអញ្ចឹងហើយទៅចុះពីលើភ្នំវិញបងប្អូនយប់ហើយចុះពីលើភ្នំវិញហើយគឺកន្លែងអាំងសាច់ក្រកហើយមាត់និយាយទៅគឺចាប់អត់រហូតហ្មងអត់លហែហ្មងចាកូនខ្ញុំចាគឺញ៉ាំអត់លហែបន្ទាប់ពីចេញកន្លែងចេញពីភ្នំឧដុង្គមកយើងមកកន្លែងក្មេងលេងកន្លែងកោះស្ពានជ្រួយចង្វាមកញ៉ាំជាមួយនឹងគោឡើងភ្នំហ្នឹងហើយគោឡើងភ្នំហើយម្ចាស់បងខ្ញុំនេះបើថាចូលចិត្តណាបកាហ្នឹងដឹងតែញ៉ាំហើយហើមភ្នែចាស្ដីអីទៅមកធ្វើមុខធ្វើមាត់ដាក់ចឹងដូចស្វាចឹងចលើហ្មងបងហើយនេះបងថ្លៃខ្ញុំចា2នាក់ចេញពីមកគឺអត់ចូលផ្ទះទេចានិយាយថាជើងវែងណាស់ចេញពីភ្នំឧដុង្គមកចាមកដើរលេងញ៉ាំអីនេះចឹងទៅមួយកូនចាជុំគ្នាចឹងទៅអញ្ចឹងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ការដើរលេងលំហែនេះចាចេញពីតំណឹងមកទៀតចាលោកបងខ្ញុំនេះគេចង់ចូលផ្ទះខ្មោចចាអូយភ្លេចឈើងចាផ្ទះខ្មោចហើយជាមួយនឹងកូនស្រី2នាក់ខ្ញុំនេះគឺគេចូលផ្ទះខ្មោចហើយខ្ញុំប្រហែលអ្នកនេះនឹងក្រៅទៅចាំទៅនេះគេដាក់ថាផ្ទះខ្មោចអីចឹងទៅហើយមានការឈរចាំចាដោយសារតែថ្ងៃយើងបុណ្យអុំទូកនេះគឺមនុស្សច្រើនកម្មវិធីមានប៉ុណ្្នឹងឯងចាមកដល់ផ្ទះវិញទៅចាម៉ោងប្រហែលជា9:10